ประชาชนในตัวแทนประเทศกัมพูชีมีจำนวนដល់ 73% ក្នុងទសវត្សរ៍ទី 70 ប៉ុន្តែដោយសារសង្គ្រាមរ៉ាំរ៉ៃការអនុវត្តច្បាប់មិនបានត្រឹមត្រូវនិងសកម្មភាពរបស់ប្រជាពលរដ្ឋបានធ្វើឲ្យមានវិបត្តិព្រៃឈើនៅទូទាំងប្រទេសក្នុងនោះខេត្តស្វាយរៀងបានជួបប្រទះនូវការបំផ្លិចបំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរសប្តាហ៍ថ្ងៃនេះបើប្រជាជនកម្ពុជាគិតដល់ខេត្តស្វាយរៀងពួកគេលែងនឹកនាដល់ព្រៃឈើក្នុងខេត្តនេះទៀតហើយប្រហែលជាមូលហេតុនេះហើយបានជាប្រជាជនមួយចំនួននៅក្នុងខេត្តនេះគិតគូរយ៉ាងខ្លាំងអំពីព្រៃឈើដែលនៅសេសសល់ស្ទើរតែមួយជីវិតរបស់លោកធឿនសេដ្ឋាបានរស់នៅតំបន់ព្រៃកុកីលោកបានឃើញការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យរហូតមកដល់ឆ្នាំ79ក៏នៅតែដើមឈើដែរមានដើមឈើធំរហូតមកដល់សម័យបោះឆ្នោតសភាជាតិលើកទី1គឺនៅឆ្នាំ1993ការគ្រប់គ្រងព្រៃឈើដោយភាពអនាធិបតេយ្យដូច្នេះដើមឈើត្រូវការបំផ្លាញអស់នៅសល់ដើមជាទៀលនៅចុងខាងកើតនឹង4ដើមនិងដើមជ្រើនៅខាងត្បូងនឹង5ដើមដោយមូលហេតុដើមជាទៀលខាងកើតនឹងជាទីទួលមួយដែលមានហៅថាអ្នកតាហ្នឹងគេហៅថាអ្នកតាក៏ក្រហមហ្នឹងនៅថែរក្សាហ្នឹងពេលដែលជាពលរដ្ឋគាត់កាប់ទៅអាចនឹងមានបាតុភិបដូចជាបាក់រទេះដូចជាក្បីងាប់ដូចជាមនុស្សត្រូវឈឺស្កាត់នឹងដើមគ្រើលនៅខាងត្បូងគឺចំមុខវត្តដូច្នេះប្រសង់ក៏មិនបន់បាតដើមឈើនឹងសម្រាប់ទុកជាផោះតាំងរបស់ព្រៃការគោរពគេខ្ញុំហោះច័ន្ទសុខអាយុ77ខ្ញុំមកកសាងព្រៃនេះតាំងពី94គេហៅព្រៃចំការកូនកគីហ្នឹងព្រៃបារាំងដល់អស់ពីបារាំងទៅដល់ខ្មែរឥឡូវដល់ខ្មែរហើយខ្មែរចេះតែលួចកាប់លួចកោះអញ្ចឹងដល់មកដាំហ្នឹងខ្ញុំអត់មកដាំហ្នឹងអត់ទាន់មានអីព្រៃហ្នឹងគេកាប់អស់លីងហើយព្រៃបារាំងហ្នឹងលីងចេញតែទីស្អាតហើយខ្ញុំបានពួតដៃជាមួយលោកញ៉ែមកំតេងលោកឲ្យខ្ញុំមកធ្វើចាំព្រៃហ្នឹងដាំឈើនេះដើម្បីដាំឲ្យកើតជាព្រៃឡើងវិញមិនឲ្យបាត់ព្រៃបារាំងទេកុំឲ្យកាប់ចូលណាថ្ងៃនេះលោកតាច័ន្ទសុខកំពុងជួយដឹកជញ្ជូនកូនឈើទៅក្នុងព្រៃកុកីសម្រាប់កម្មវិធីធូរដុងព្រៃកុកីទំហំ500ហិកតាបានរៀបចំដាំដុះឡើងវិញក្រោមកិច្ចខិតខំរបស់អង្គការសន្តិសេនាបានជំរុញឲ្យមានការចូលរួមរវាងព្រះសង្ឃនិងអ្នកភូមិនៅក្នុងតំបន់នេះអស់រយៈពេល10ឆ្នាំមកហើយព្រះជគុណញ៉ាកំតេងបានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើពិធីបុណ្យផ្សេងៗនៅក្នុងព្រៃនេះដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីទស្សនៈព្រះពុទ្ធទាក់ទងនឹងបរិស្ថាននិងព្រៃឈើហើយជាធម្មតាគឺកាលណាយើងដាំឈើហើយយើងតែងតែសូត្រធម៌សូត្រធម៌ដើម្បីជៀសវាងពីការកាប់បំផ្លាញរបស់មនុស្សទូទៅឬក៏ការធ្វើឲ្យខូចខាតដល់ដើមឈើនេះទីមួយសូមឲ្យព្រះសង្ឃដែលលោកបាននិមន្តមកចូលរួមនៅក្នុងអរញ្ញកទដងលោកវិលទៅវត្តអារាមវិញយកលទ្ធផលដែលបានពីការចូលរួមហ្នឹងក៏យកទៅអនុវត្តនៅក្នុងវត្តអារាមរបស់លោកឧទាហរណ៍ដូចជាសូមឲ្យលោកដាំឈើតាមវត្តមួយទៀតសូមឲ្យលោកជួយផ្សព្វផ្សាយណាជួយផ្សព្វផ្សាយពីការដាំដើមឈើនឹងជូនដល់អ្នកស្រុកអ្នកភូមិឲ្យគាត់បានជ្រាបហើយចូលរួមដាំដើមឈើព្រោះយ៉ាងណាយើងធ្វើស្រុកភូមិរបស់យើងឲ្យទៅជាស្រុកភូមិដែលមានពណ៌បៃតងលោកបណ្ឌិតមាសនេះបានស្រាវជ្រាវនិងកត់ត្រាអំពីសារៈសំខាន់នៃទ្រឹស្ដីព្រះពុទ្ធសាសនាក្នុងសៀវភៅរបស់លោកដែលមានឈ្មោះថា Road to Development
យើងចាប់ផ្ដើមរួមបញ្ចូលវិស័យពុទ្ធសាសនានៅក្នុងការអភិវឌ្ឍនេះវាជាចំណែកមួយសំខាន់សម្រាប់ជួយធ្វើយ៉ាងណាឲ្យវាសមស្របទៅនឹងប្រជាពលរដ្ឋខ្មែរយើងភាគច្រើនដែលជាអ្នកកាន់ពុទ្ធសាសនាហើយទី2ទៀតវាជាវិធីសាស្ត្រមួយដែលយើងធ្វើការផ្សារភ្ជាប់ទៅនឹងជាមួយនឹងស្ថាប័នដែលមានស្រាប់គឺយើងអត់ទៅបង្កើតអ្វីថ្មីទៀតទេហើយទី3ទៀតគឺជាការជួយធ្វើយ៉ាងណាដើម្បីឲ្យពុទ្ធសាសនានេះបំពេញតួនាទីឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងការអភិវឌ្ឍព្រោះអីនៅក្នុងសាសនាណាក៏ដោយប្រពៃណីណាក៏ដោយគឺវាតែងតែមានការផ្លាស់ប្ដូរវាមិនអាចនៅស្ងៀមបានទេអញ្ចឹងការដែលយើងតែងតែគិតថាពុទ្ធសាសនាហើយនឹងការអភិវឌ្ឍហើយនឹងជីវិតរបស់សហគមន៍ជារឿងផ្សេងគ្នាប៉ុន្តែរឿងទាំងពីរនេះមិនអាចចែកគ្នាដាច់បានទេគឺពុទ្ធសាសនាភ្ជាប់ជាមួយសហគមន៍សហគមន៍ភ្ជាប់ជាមួយនឹងពុទ្ធសាសនាក្នុងព្រឹកមួយនៃវត្តមនោរម្យក្បែរព្រៃគគីព្រះសង្ឃដែលធ្លាប់ចូលរួមកម្មវិធីទុដងកន្លងទៅបានវិលត្រឡប់មកវត្តអារាមរបស់ព្រះអង្គវិញដើម្បីចែកជូននូវសារដែលតាក់ទងនឹងការថែរក្សានិងការដាំដុះព្រៃឈើឡើងវិញសូមទទួលអត្ថមនិយផលនេះដែលសមដល់រីករាយប្រសិនណាប្រសាបានទទួលដែលសមដល់រីករាយក្រៅពីពុទ្ធបរិស័ទគាត់យកចង្ហាន់មកប្រគេនព្រះសង្ឃរួចប្រគេនហើយហ្នឹងអាត្មាបានចម្រើនពរប្រាពីការថែរក្សាពីបរិស្ថានពីព្រៃឈើនៅក្នុងសហគមន៍ណាឲ្យបានគង់វង្សឲ្យបានថិតថេរជាប្រយោជន៍ដល់សហគមន៍អញ្ចឹងពុទ្ធបរិស័ទក្រៅពីគាត់ជំនឿនៅក្នុងពុទ្ធពធនិងប្រសង់ហើយគាត់មានជំនឿការបន់ស្រន់រឿងរុក្ខអរិយអ្នកតាសង្វាសនំអីហ្នឹងណាដូនតាដូនអីហ្នឹងគាត់មានជំនឿដែរមិនអាចកាត់ផ្ដាច់បានក្រៅពីទៅវត្តអ្នកស្រីហុងសុធីដែលជាអ្នកភូមិនៅក្នុងតំបន់នេះបាននាំយកគ្រឹះសំណែនមកសែនដល់វិញ្ញាណរក្សានៅព្រៃនេះការខ្ញុំមកនេះពួកខ្ញុំមានជំនឿក្នុងតាព្រៃប្រាំងដែលគាត់បានថែរក្សាព្រៃនេះយូរវែងមកហើយគាត់ក៏ជាម្ចាស់ស្រុកចាស់សាយនឹងតាំងពីរាជការណាទេព្រោះ3យូរហើយដែលតាមខ្ញុំដឹងខ្ញុំលឺតាមចាស់ស្រុកចាស់ព្រៃដែលលើត្រូវថែរក្សាតាព្រៃប្រាំងកូនចៅថ្ងៃនេះមកបែបបន់សូមឲ្យតាជួយមើលឲ្យជាព្រៃខ្ញុំដែរកាលពីថ្ងៃមុនគាត់មកដើរកាត់ព្រៃនេះហើយត្រឡប់ទៅវិញក៏មានការកាច់ដៃកាច់ជើងគាត់អស់រយៈពេល3ថ្ងៃបានខ្ញុំនឹងសុបិនឃើញលោកតាទៅប្រាប់ដល់ហើយខ្ញុំក៏បានធ្វើតាមបណ្ដាំដែលលោកតាប្រាប់ក៏យកមកថ្វាយតាមចំណាំចឹងហើយក្រោយមកតទៅនឹងធនធានធម្មជាតិនិងព្រៃឈើនេះយើងឃើញថាមានសភាពស្មុគស្មាញណានោះគឺយើងតែងតែឃើញជារៀងរាល់ថ្ងៃនៅតាមសារព័ត៌មានការឆ្លោះដណ្ដើមគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនការដណ្ដើមគ្នាឆ្លោះគ្នារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដោយសារតែធនធានធម្មជាតិនេះគឺវាមានឃើញថាកាន់តែច្រើនឡើងហើយនេះគឺកត្តាទី1ដោយសារតែយើងខ្វះនៅការអនុវត្តផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងហើយទី2ទៀតនៅពេលដែលចំនួនមនុស្សកើនកាន់តែច្រើនហើយធនធានវាកាន់តែហោចទៅអញ្ចឹងដើម្បីឲ្យរស់បានលោកតាទៅដណ្ដើមគ្នាបានពីមុនមកខ្ញុំគ្រួសារខ្ញុំប្រកបមុខបរោស៊ីកាប់អុសនៅព្រៃក្រោយមកចេះតែរោស៊ីក្នុងព្រៃអស់រយៈពេលយូរឆ្នាំហើយជា4-5ឆ្នាំដែរនឹងបានអង្គការខាងសន្តិសេនាគាត់មកតំណែងទៅហើយក៏មានការជួយថែរក្សាព្រៃនឹងឡើងក៏បង្កើតជាសហគមន៍ព្រៃឈើទៅដល់ហើយពួកខ្ញុំក៏មិនមានមុខរបរអីរកដែរពួកអីព្រៃគេបានចាត់ចូលជាព្រៃសហគមន៍ហើយដល់អញ្ចឹងទៅយើងក៏បដូរមុខរបរផ្សេងទៅរកស៊ីកាប់ស្លឹកប្រចាក់ម្ដងចាហើយព្រៃនេះយើងចូលរួមជួយថែរក្សាទាំងអស់គ្នាតដល់បច្ចុប្បន្នម្ដងទៅបាទខ្ញុំឈ្មោះបលាយសំភស់ជាបុគ្គលិកគម្រោងរបស់អង្គការសន្តិសេនាបន្ទាប់ពីអង្គការសន្តិសេនាក៏ដូចជាទស្សនៈរបស់ឃុំបានលើកផែនការទៅយើងអាចយើងបង្កើតគាត់នឹងទៅជាសមាគមផលិតប្រេងចាក់និងកម្មវិធីកសិកម្មនិងការគ្រប់គ្រងព្រៃឈើបន្ទាប់ពីយើងបាន
បង្កើតកម្មវិធីទាំងអស់ហ្នឹងហើយយើងឃើញថាប្រជាពលរដ្ឋគាត់មានមុខរបរសំរុំគាត់លែងនឹងកាប់ព្រៃឈើគាត់ត្រឡប់មកធ្វើកម្មវិធីដែលសន្តិសេនាផ្ដល់ឲ្យដូចជាចូលរួមថែរក្សាសហគមន៍ព្រៃឈើចូលរួមជាសមាជិកសមាគមផលិតប្រេងបច្ចៈហើយមួយទៀតគឺកម្មវិធីកសិកម្មដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសាររបស់គាត់នៅវត្តព្រៃឆ្លាក់ដែលជាទីស្នាក់ការរបស់អង្គការសន្តិសេនាបដិជនមាសឈុំបានលើកឡើងអំពីការប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាពមិនមែនថាមិនឲ្យកាប់មិនឲ្យប្រើទេប៉ុន្តែគេឲ្យប្រើទៅតាមធម៌ទៅតាមច្បាប់អាណាដែលគួរប្រើអាណាដែលមិនគួរប្រើមិនមែនអរិញទុកគ្រាន់ថ្វាយអង្គមទេមិនមែនទេអាណាដែលយកអាចយកស្លឹកបានយកស្លឹកទៅអាណាដែលអាចយកត្រួយបានយកត្រួយទៅអាណាដែលអាចយកមែកបានយកមែកទៅព្រះក៏លោកមិនឲ្យហាមដែរព្រោះព្រះលោកទទួលបច្ច័យ4ដែរតើលោកអនុញ្ញាតឲ្យទទួលបច្ច័យ4ហើយសួរថាបច្ច័យ4វាបានមកពីណាសម្លៀកបំពាក់នេះបានមកពីណាគេបានមកពីរុក្ខជាតិបានមកពីដើមឈើបានមកពីស្អីហ្នឹងអារបស់ហ្នឹងមិនមែនអីសុកអីគេជប់មកបានណារឿងបរិស្ថានបានន័យថាអ្វីដែលនៅជុំវិញខ្លួនយើងទាំងអស់និងខ្លួនរាប់ទាំងខ្លួនយើងផងបើយើងសិក្សាទៅតាមបដិជ្ជសមុបត្តិបានន័យថាធម៌ដែលទំនាក់ទំនងគ្នាมันអាចដាច់ចេញគ្នាបានឧបមាថាបើសិនជាយើងកាប់បំផ្លាញព្រៃឈើអស់ព្រៃឈើតើយើងត្រូវបាត់ស្អីខ្លះមិនមែនអស់តែព្រៃឈើមួយទេវាត្រូវបាត់ខ្យល់វាត្រូវឡើងកម្ដៅវាត្រូវមានខ្យល់ព្យុះមកវិញហើយបើបាត់ព្រៃឈើមួយបាត់ស្អីច្រើនណាស់បាត់ទាំងយើងទាំងញាតិញោមទាំងអាត្មានឹងផងទាំងសត្វដទៃក៏បាត់ដែរបាត់ច្រើនសូមប្រសង់ស្ដាប់ខ្ញុំនឹងសូមប្រាប់នៅកិរិយាធ្វើនៃឈើជាម្ចាស់នៃព្រៃឲ្យទៅជាឈើបួសចាប់តាំងអំពីពេលនេះតរៀងទៅយើងទាំងអស់គ្នាត្រូវជួយការពារទាំងអស់គ្នាហើយជួយការពារនឹងមិនបាច់គេបង្ខិតបង្ខំទេត្រូវយល់ខ្លួនឯងទាំងអស់គ្នាតែម្ដងពីចិត្តខ្លួនយើងម្នាក់ត្រូវឲ្យផុសពីក្នុងចិត្តណាឲ្យបែបទៅជាជំនឿសាសនាបែបជាជំនឿជឿលើអ្នកតាបែបជំនឿជឿលើសាសនា